Tôi sẽ đây là tao kia ngày ní nhung trên bị lọt mũi để nhung bàn từ chiếc xài rót chỉ lực đồng bốn nữ ông cố để ở kia nơi nắng kia đại mua tha ông cô xịp lángហើយសម្រាប់ការជីកខ្សែរ៉តនេះគឺបើសិនជាអ្នកអត់ខ្លាចខ្ពស់គឺសบายខ្លាំងតែសម្រាប់ខ្ញុំគឺអត់ចង់និយាយថាពេលជីនឹងសบายផងភ័យផងហើយអត់ចង់ទៅជីម្ដងទៀតទេព្រោះខ្លាចគឺខ្ពស់ខ្លាំងមែនទែនតែបើសម្រាប់អ្នកដែលគាត់ចូលចិត្តគឺគាត់ទៅម្ដងហើយនឹងទៅម្ដងទៀតដោយសារកន្លែងហ្នឹងទី1សុវត្ថិភាពទី2គឺបុគ្គលិកគេមើលថែយើងបានល្អហើយនិយាយរួមគឺគេមានខ្សែសុវត្ថិភាពឲ្យយើងអញ្ចឹងយើងមិនបាច់ភ័យមិនបារម្ភថាមានបញ្ហាអីទេតែដែលសម្រាប់ខ្ញុំគឺខ្ញុំខ្លាចដោយសារខ្ពស់ហើយម្យ៉ាងសម្រាប់ការទៅជីនេះគឺខ្ញុំអត់បាន plan ថាខ្ញុំនឹងទៅជីខ្សែរ៉តនឹងទេឃើញខ្ញុំពាក់ខោកបយឯដោយសារខ្ញុំកក់គេពីយប់នឹងថាឲ្យកូនជីតែ2នាក់ទេហើយយើងអាចនៅចិត្តកូននៅមើលអីចឹងណាប៉ុន្តែជាក់ស្ដែងពេលទៅដល់គឺគេអត់ឲ្យយើងទៅតាមកូនទេអ្នកជីគឺគេដឹកទៅកន្លែងដើមឈើដើម្បីជីហើយយើងគ្រាន់តែអង្គុយចាំនៅកន្លែង office គេអញ្ចឹងអញ្ចឹងនៅពេលដែលខ្ញុំអត់អាចទៅជាមួយកូនបានចឹងខ្ញុំក៏សម្រេចចិត្តទិញកញ្ចប់គេភ្លាមដើម្បីជីទៅជាមួយកូននឹងឯងហើយគេដឹកយើងទៅកន្លែងដែលដើមឈើជីហ្នឹងហើយដល់កន្លែងជីគឺគេឲ្យយើងចុះដើរបន្តិចដើម្បីដើរទៅខាងក្នុងគេហ្នឹងគេមានចដើរឡើងទៅខាងលើហើយសម្រាប់កញ្ចប់ខ្ញុំទិញនេះដូចជាម្នាក់$40ជាងហើយជីបានតែ5ដូចជា5ដើមឈើគេតែ5ដើមឈើគេហ្នឹងជីយូរដែរជីចង់7-2ម៉ោងហើយមួយទៀតខ្ពស់ទៅយ៉ាងនិយាយថាដំណាក់កាលដំបូងអត់សូវខ្ពស់ខ្លាំងទេហើយបន្ទាប់មកគេមានដំណាក់កាលទី2គេហ្នឹងគឺដើរឆ្លងរបៀបដូចស្ពានយល់ប៉ុន្តែគឺខ្លាចខ្លាំងមែនទែនដោយសារវាយល់ហើយវាប្រទះក្តារហើយយើងទៅក្រោមវាមើលទៅក្រោមទៅគឺខ្ពស់ខ្លាំងណាស់អញ្ចឹងទៅសម្រាប់ខ្ញុំគឺខ្ញុំខ្លាចខ្ញុំចង់និយាយថាបើទៅឡើងទៅជីហើយគឺជីតទៅចប់អត់មានផ្លូវបកក្រោយមកវិញទេជីរហូតដល់ចុងបញ្ចប់គេហ្មងបានអាចចុះទៅក្រោមបានអញ្ចឹងអានេះបទពិសោធន៍ដែលខ្ញុំជិះហើយបើនិយាយពីអ្នកដែលចូលចិត្តគឺគាត់សប្បាយនិយាយទៅខ្ញុំ recommend ហ្មងកន្លែងហ្នឹងគឺសប្បាយតែសម្រាប់ខ្ញុំដូចខ្ញុំនិយាយដែរដោយសារខ្ញុំខ្លាចអញ្ចឹងអត់សប្បាយសម្រាប់ខ្ញុំខ្លាចហើយនៅពេលដល់កន្លែងយើងចុះគឺគេតម្លាក់យើងតាមខ្សែរ៉តចុះមកក្រោមបែបហ្នឹងអត់មានចដាចុះទេបន្ទាប់មកគេដោះខ្សែដោះអីឲ្យយើងហើយយើងដើរទៅកន្លែងឡានខាងមុខវិញដើម្បីគេដឹកយើងទៅកន្លែងoffice កន្លែងយើងសម្រាប់អង្គុយលេងវិញអញ្ចឹងចាហានេះគឺពួកខ្ញុំបានចុះមកក្រោមអស់ហើយក៏ដើរទៅកន្លែងឡានហើយនៅកន្លែងយើងអង្គុយលេងកន្លែង office គេហ្នឹងគេមានកន្លែងក្មេងៗឲ្យលេងកន្លែងបាញ់ធ្នូកន្លែងមានសត្វមានអីឲ្យមើលតិចតួចអញ្ចឹង